បើសិនជាបងប្អូនដែលមានការនោមញឹកឧស្សាហ៍នោមណាការនោមយកស្លឹកអង្រែដែកនេះ10ឬមួយក៏15សន្លឹកយកដាំទៅពិសាធម្មតានឹងកាត់បន្ថយការនោមជួយជំនួយសុខភាពបានមួយចំណែកសូមស្វាគមន៍បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែថតបង្ហាញបងប្អូនអំពីការអង្រែដែកថតលេងការអង្រែដែកនេះខ្ញុំកំពុងតែឆ្ងល់ក្អូបទៅពេលយប់ទេថ្ងៃអញ្ចឹងអត់ក្អូបទេពេលថ្ងៃធម្មតាពេលយប់ក្អូបឈ្ងុយឈ្ងប់មកវាដឹងយ៉ាងម៉េចក្អូបឡើងឈ្ងុយតែថ្ងៃធម្មតាថ្ងៃអត់មានក្អូបមានអីទេហត់ទៅធម្មតាវាផ្កាច្រើនមែនតើនេះមែនតែផ្កានៅចុងណាផ្កានេះតាំងពីកដាលដើមមកទៀតប្រហែលឆ្នាំតែមិនឃើញផ្កាឆ្នាំនេះវាឈ្ងុយយប់ឡើងក៏អូបឈ្ងុយមែនតើអង្រែដែកហ្នឹងចាថ្នាំណាថ្នាំជំនួយសុខភាពហើយតែធម្មតាគេច្រាយកនេះមួយនេះគេអត់សូវយកតែប្រើបានដូចគ្នាអង្រែដែកដូចគ្នាមានញីឈ្មោលអញ្ចឹងណាខ្ញុំអត់ទាន់ច្បាស់ថាមួយណាញីមួយណាឈ្មោលទេនេះពីរហ្នឹងនេះហើយនេះអត់ច្បាស់អញ្ចឹងអត់ទាន់ប្រាប់ឲ្យចាំមើលខ្ញុំស្រាវជ្រាវឲ្យបានដឹងថាមួយណាញីឈ្មោលខ្ញុំថតប្រាប់បងប្អូនម្ដងទៀតតាមពិតទៅប្រើដូចគ្នាយកទៅប្រើស្លឹកណាវាច្រើនយកប្រើស្លឹកថ្នាំជំនួយសុខភាពភាគច្រើនយកនេះយកណាស្លឹកណាហើយនេះគេមិនអត់សូវឃើញយកនៅផ្សារក៏អត់ឃើញលក់ដែរបើលក់តែនេះស្លឹកតែប្រើបានដូចគ្នាណាមានគុណភាពដូចគ្នាពីរហ្នឹងណាអង្រែដែកហ្នឹងមានញីឈ្មោលតែមិនដឹងមួយណាញីមួយណាឈ្មោលហើយអ្នកហាវហ្នឹងក៏ចេះថាហាវនេះហាវនោះចឹងទៅតាមពិតទៅអង្រែដែកទេអ្នកហាវអត់ទាន់ស្គាល់ច្បាស់ចេះតែហាវខ្លះហាវស្អីណាណីបទាលណាតាមពិតអង្រែដែកហ្នឹងហើយតែគេយកភាគច្រើនយកស្លឹកទៅធ្វើថ្នាំហ្នឹងនេះតែញមកចំតែហ្នឹងតែនេះអត់ឃើញមានតែប្រើបានដូចគ្នាណាពីរហ្នឹងបងប្អូនដែលអាសានោមញឹកអីអ្នកអាសានោមពាក់ព័ន្ធម្រងនោមឯងនោមញឹកហូបឡើងសូវនោមហើយយើងដាំទឹកហូបបងប្អូនស្លឹកយើងបេះស្លឹកអញ្ចឹង10ស្លឹកឬមួយក៏5-10ស្លឹកឯងក៏បានដែរយកលាងស្អាតដាំទឹកហូបធម្មតាទៅអ្នកដែលសានោមបងប្អូនដាំទឹកពិសាទៅលែងសូវនោមហើយជួយជំនួយសុខភាពបានមួយផ្នែកច្រើនមួយផ្នែកធំដែរជំនួយកម្លាំងយើងអត់សូវមានកម្លាំងមានមហាញអីយកដាំទឹកហូបហើយសូមបញ្ជាក់ម្ដងទៀតណាអង្រែដែកនេះក៏ប្រើបាននេះក៏ប្រើបានខុសស្លឹកមានញីមានឈ្មោលខ្ញុំអត់ទាន់ច្បាស់ថាញីណាឈ្មោលទេតែមិនច្បាស់អញ្ចឹងមិនហ៊ានប្រាប់លោកខុសនឹងអង្រែដែកញីឈ្មោលណាអញ្ចឹងយកស្លឹកនេះដាំហូបក៏បានអង្រែដែកស្លឹកមួយនេះក៏បាន
នេះក៏បានយក10ឬមួយក៏5 10ស្លឹកដាំទឹកហូបណាជួយសម្រួលអ្នកដែលសារនោមញឹកខ្លះនោមអត់បានដេកបានពួនទេយប់អីនោះនោមយកមែនតើនោមខ្សោះខ្លួនទៅស្គមនោមញឹកពេកអត់បានបរានរំខានដំណេកទៅស្គមខ្លួនសារនោមអត់មានចិត្តទឹកក្នុងខ្លួននោមពេកស្គមថតការលេងតែប្រាប់អំពីសារៈប្រយោជន៍រ៉ែដែកចឹងណាឲ្យបានជាប្រយោជន៍សម្រាប់បងប្អូនដែលលោកសារនោមញឹកឲ្យដាំផ្ទះទៅជាលម្អផ្ទះផងហើយពេលដែលមានផ្កាគឺក៏អូបមែនតើតែផ្កាឆ្នាំហ្នឹងទេយូរឆ្នាំហើយដាំមិនមែនតែតិចឆ្នាំហើយយូរនេះដាំយូរឆ្នាំហើយតែផ្កាដល់ពេលផ្កាក៏អូបនោះក៏អូបឡើងឈ្ងុយឈ្ងប់ឡើងងប់ហ្មងមិនក៏អូបលេងទេយើងដាំទៅលម្អផ្ទះផងហើយបានផ្កាក៏អូបផងហើយជាប្រយោជន៍សម្រាប់ការប្រើប្រាស់ជាឱសថយកស្លឹកយកមកដាំសម្រាប់ជួយទប់ស្កាត់នោមញឹកថតផ្កាលេងនិយាយចេះជាប់មាត់ប្រាប់អំពីការប្រើប្រាស់យកបនពីព្រោះមានបងប្អូនខ្លះគាត់នោមញឹកអត់បានសម្រានហើយខ្ញុំហ្នឹងអត់ហ៊ានប្រាប់គាត់ថាឥឡូវយកនេះយកហូបនោះយកហូបពីព្រោះគាត់ប្រើឱសថល្អមើលធ្លាប់ប្រាប់អញ្ចឹងដែរដល់ពេលប្រាប់ទៅគេមិនទទួលអ្វីដែលយើងប្រាប់ហើយគេថាឲ្យយើងអញ្ចឹងខ្ញុំលែងហ៊ានប្រាប់ចំពោះមុខហើយបងប្អូនខ្លះគាត់ល្អគាត់ប្រាប់នោមញឹកនោមអីចេះចោះតែខ្ញុំក៏ធ្លាប់ប្រាប់ហើយគាត់ថាគាត់ធ្លាប់ប្រើថ្នាំនេះទិញតម្លៃប្រព័ន្ធនេះប្រព័ន្ធនេះថ្លៃអញ្ចឹងមិនបាត់ផងមកបាត់អីត្រឹមស្លឹកប្រព័ន្ធហ្នឹងអញ្ចឹងអ្វីដែលយើងប្រាប់គាត់ទៅមិនបានគុណតែជាបានទោសយើងធ្វើបុណ្យបានបាបទៅវិញហ្នឹងអញ្ចឹងខ្ញុំលែងហ៊ានប្រាប់ហើយអ្នកត្អូញត្អែមកកកឥឡូវថតបង្ហាញផ្កាទេតែគាត់និយាយអំពីសារៈប្រយោជន៍ហ្នឹងតែម្ដងទៅណាដាំនៅមុខនេះមាត់ទ្វារបន្ទប់ចំហៀងមាត់ទ្វារនៅមុខមាត់ទ្វារធំនេះចំហៀងចេញមកងូតទឹកដាំនៅហ្នឹងត្រូវទឹករាល់ថ្ងៃត្រូវការទឹកណាស់ហ្នឹងហើយមកនេះនៅពីងណាពីងហើយមកណាដាំណាលូតឡើងទៅលើនោះមកផើងនេះទៀតពាន់ជាមួយដើមរបែកខ្ញុំចាត់ដាំមកច្រើនទៅថតបង្ហាញបងប្អូនប៉ុណ្ណឹងទេណាមានការលើសខ្វះខាតយ៉ាងណាក៏សូមមេត្តាអធិស្ឋានហើយជម្រាបជូនចុងក្រោយបើសិនជាបងប្អូនដែលមានការនោមញឹកឧស្សាហ៍នោមណាប្រការនោមយកស្លឹកអង្រែដែកនេះ10ឬមួយក៏15សន្លឹកយកដាំទឹកពិសាធម្មតានឹងកាត់បន្ថយការនោមជួយជំនួយសុខភាពបានមួយចំណែកណាអរគុណច្រើនចំពោះការតាមដានរបស់បងប្អូនចុងបញ្ចប់សូមមានសុខភាពល្អអាយុវែងសុខសប្បាយគ្រប់គ្នាសូមអរគុណសូមជម្រាបលា